ការបបែកនៃបន្ទាយលង្វែកនៅឆ្នាំ1580ភូមាបានលុកលុយប្រទេសសៀមយ៉ាងខ្លាំងនៅពេលនោះស្ដេចសៀមបានផ្ញើរាជសារមកសុំជំនួយពីស្ដេចខ្មែរគឺព្រះបាទសត្ថាទី1ព្រះអង្គបានបញ្ជូនព្រះបាទស្រីសុរិយោពណ៌ឲ្យដឹកនាំកងទ័ពទៅជួយសៀមហើយបានច្បាំងឈ្នះកងទ័ពភូមាបណ្ដេញចេញពីទឹកដីសៀមដោយជោគជ័យប៉ុន្តែបន្ទាប់ពីទទួលបានជ័យជំនះសៀមបានបំភ្លេចគុណខ្មែរហើយលើកងទ័ពមកវាយខ្មែរវិញជាបន្តបន្ទាប់នៅឆ្នាំ1583សៀមបានលើកងទ័ពមកទន្ទ្រានដីខ្មែរយ៉ាងខ្លាំងដោយវាយយកបានបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់រហូតដល់ស្រុកបរិបូរណ៍ហើយបានឡោមព័ទ្ធបន្ទាយលង្វែកផងដែរការឡោមព័ទ្ធនេះបានបន្តអស់រយៈពេលជាង3ខែបន្ទាយលង្វែកមិនមែនការពារត្រឹមតែជញ្ជាំងថ្មនោះទេប៉ុន្តែត្រូវបានការពារដោយរបងឫស្សីកម្រាស់200,000 ដើមប្រហែល400 ម៉ែត្រដែលមានបន្លាស្រួចដូចចុងលំពែងនិងក្រាស់ខ្មឹករហូតដល់ដំរីសឹកមិនអាចទម្លុះបានហើយគ្រាប់កំភ្លើងធំមិនអាចបាញ់ធ្លាយដែរហើយសៀមត្រូវបាក់ទ័ពនិងរត់ខ្ចាត់ខ្ចាយដោយសារខ្វះស្បៀងនិងមានជំងឺឆ្លងកើតឡើងក្នុងកងទ័ពសៀមសត្រូវមិនបានប្រើកម្លាំងបាយដើម្បីបំបែករបងឫស្សីឡើយប៉ុន្តែពួកគេបានប្រើចិត្តសាស្ត្រនៃភាពលោភលន់ប្រាក់ដួងដែលបង្កប់នៅក្នុងគុម្ពឫស្សីប្រៀបដូចជាថ្នាំពុលដែលធ្វើឲ្យខ្មែរម្ចាស់ស្រុកកាប់ឆ្ការរបងការពារខ្លួនឯងទាំងមិនដឹងខ្លួនទោះជាយ៉ាងណាមុនពេលដកថយសៀមបានប្រើល្បិចយ៉ាងថោកទាបពួកគេបានយកប្រាក់ដួងជាច្រើនច្របល់ជាមួយគ្រាប់សំណហើយបាញ់ចូលទៅក្នុងគុម្ពឫស្សីដែលជារបងការពារបន្ទាយលង្វែកអស់រយៈពេល3យប់3ថ្ងៃតាមឯកសារមហាបុរសខ្មែរបានរៀបរាប់ថាសៀមបានប្រើប្រាក់ដួងប្រហែល 5,000 ដួងនៅក្នុងល្បិចនេះពេលឃើញប្រាក់ដួងច្រើនបែបនេះប្រជាជនខ្មែរបាននាំគ្នាកាប់គុម្ពឫស្សីដើម្បីយកប្រាក់នោះបណ្ដាលឲ្យរបងការពារបន្ទាយត្រូវខូចខាតនិងរិចរេលស្ទើរតែអស់ទោះជាយ៉ាងណាសំណួរដែលគ្រប់គ្នាឆ្ងល់គឺហេតុអ្វីបានជារដ្ឋអំណាចមិនខាត់ខាំងប្រជាជនការដួលរលំនេះកើតឡើងដោយសារហេតុផល3យ៉ាងទី1ភាពចលាចលដែលគ្រប់គ្រងមិនបានការសម្រុកមករបស់ប្រជាជនរាប់ពាន់នាក់ដោយភាពលោភលន់បានបង្កើតជាភាពចលាចលដែលកម្លាំងយាមកានមានកម្រិតមិនអាចទប់ទល់បានទី2ការធ្វេសប្រហែសក្រោយជ័យជំនះដោយសារជឿជាក់ថាទ័ពសៀមដកថយព្រោះអស់កម្លាំងនិងមានជំងឺធ្វើឲ្យមេទ័ពខ្មែរមានមោទនភាពពេករហូតខ្វះការប្រុងប្រយ័ត្នចំពោះល្បិចកលបន្តទី3វិបត្តិសេដ្ឋកិច្ចក្រោយសង្គ្រាមការឡោមព័ទ្ធជាង3ខែធ្វើឲ្យប្រជាជនខ្វះខាតនៅចំពោះប្រាក់ដួងដ៏សន្ធឹកសន្ធាប់ភាពស្រហាយឃ្លានបានធ្វើឲ្យពួកគេហ៊ានបំពានច្បាប់ដើម្បីដោះស្រាយជីវភាពចំពោះមុខជាលទ្ធផលរបងឫស្សីដែលធ្លាប់តែជាជញ្ជាំងដៃថែបការពារជាតិត្រូវបានបំផ្លាញដោយផ្ទៃខ្លួនឯងមុនពេលសត្រូវមកដល់ទៅទៀតលុះដល់ឆ្នាំ1594ពេលសៀមដឹងថារបងការពារបន្ទាយខ្សោយហើយក៏បានលើកទ័ពមកវាយម្ដងទៀតលើកនេះពួកគេអាចវាយបែកបន្ទាយលង្វែកបានជោគជ័យបន្ទាប់ពីចូលកាន់កាប់បានសៀមបានចាប់យកព្រះគោព្រះកែវទ្រព្យសម្បត្តិនិងវត្ថុមានតម្លៃជាច្រើនយកទៅប្រទេសខ្លួនមិនតែប៉ុណ្ណោះពួកគេក៏បានយកវប្បធម៌អរិយធម៌អក្សរសាស្ត្រនិងប្រពៃណីខ្មែរមួយចំនួនទៅបញ្ចូលជាមួយវប្បធម៌ដែលសៀមយកបាននាសម័យកាលវាយបែកក្រុងអង្គរផងដែរទោះជាយ៉ាងណាប្រវត្តិសាស្ត្រមិនអាចលាក់បាំងបានឡើយប្រាសាទនិងថ្មបុរាណដែលនៅសេសសល់នៅក្នុងដែនដីខ្មែរគេហៅថាថ្មចេះនិយាយព្រោះវាបន្តប្រាប់រឿងរ៉ាវអតីតកាលរបស់ជាតិខ្មែរទៅកាន់ពិភពលោកមកដល់បច្ចុប្បន្នមិនឈប់ឈរស្ដេចសៀមមានការសោកស្ដាយយ៉ាងខ្លាំងប្រសិនបើគេដឹងថាថ្មចេះនិយាយដែលឆ្លាក់ជាប់ប្រាសាទទាំងអស់នោះអាចរៀបរាប់រឿងរ៉ាវពិតនៃទៅកាន់ពិភពលោកបានពួកគេនឹងកំទេចវាចោលមិនទុកឲ្យវាមានវត្តមានដល់សពថ្ងៃនេះទេសពថ្ងៃគេប្រឹងប្រែងភូតកុហកពិភពលោកទាំងដែលការពិតនៅជាប់នឹងប្រាសាទនានាធ្វើឲ្យពួកគេពិបាកនឹងបំភ្លៃការពិតប្រសិនបើបងប្អូនមិនទាន់បានស្ដាប់ការកសាងបន្ទាយលង្វែកឬសម័យរុងរឿងរបស់អង្គរអាចចូលស្ដាប់នៅក្នុងเพจបាន